រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបដិសេធចោលនៅការលើកឡើងរបស់មន្ត្រីយោធាថៃស្វាគមន៍បងប្អូនមកកាន់វីដេអូសម្រាប់ព័ត៌មានបាទក្នុងវីដេអូនេះយើងមានព័ត៌មានមួយមានចំណងជើងថា Information Minister rejects Thai military claims រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបដិសេធចោលនៅការលើកឡើងរបស់មន្ត្រីយោធាថៃ Cambodia's Minister of Information Nephiatra has challenged the Thai military's repeated claim that its operations against Cambodian targeted only military objectives. In a statement issued on August 14, he argued that the claim must be tested against evidence from the ground, including civilian casualties, damaged homes, religious sites, infrastructure, and cultural heritage. Cambodia is calling for independent international verification of the attacks and alleged violations of international humanitarian law. អូខេបងប្អូនយើងមកសិក្សាពាក្យកន្លឹះក្នុងនេះយើងមានពាក្យ challenge យើងប្រែថាប្រឆាំងជំទាស់តលេខពាក្យ heritage យើងប្រែថាបេតិកភណ្ឌវប្បធម៌រីឯពាក្យ verification ការធ្វើសេចក្តីបញ្ជាក់បាទឯកឧត្តមនេតភក្ត្រាដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជាបានប្រឆាំងជំទាស់ទៅនឹងការអះអាងរបស់យោធាថៃដែលលើកឡើងជារឿយៗថាប្រតិបត្តិការរបស់ខ្លួនមកលើកម្ពុជាមានគោលដៅលើតំបន់យោធាប៉ុណ្ណោះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយកាលពីថ្ងៃទី14ខែសីហាឯកឧត្តមបានលើកឡើងទៀតថាការអះអាងត្រូវតែត្រួតពិនិត្យទៅលើភស្តុតាងដែលមាននៅលើដីរួមមានវិនាសកម្មជនស៊ីវិលការបំផ្លិចបំផ្លាញនៅផ្ទះសម្បែងទីតាំងសាសនាហេដ្ឋារចនាសម្ព័ន្ធរួមនឹងបេតិកភណ្ឌវប្បធម៌ហើយកម្ពុជាក៏បានអំពាវនាវឲ្យមានការធ្វើសេចក្តីបញ្ជាក់ជាអន្តរជាតិដោយឯករាជ្យចំពោះការវាយប្រហារនិងការចោទប្រកាន់ពីការរំលោភបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ The statement highlights the use of F-16 fighter jets, air strikes, heavy artillery and rockets during the July and December 2025 fighting. Human Rights Watch reportedly documented civilian deaths, injuries, and damage to buildings and a Buddhist temple in Odomyonche province. Cambodia also reported to the UN Security Council that Thai F-16 strikes hit the Mueang Sanche Pagoda on July 24, killing a monk, followed by further air strikes around Takrapai Temple. បាទយើងមកសិក្សាពាក្យកន្លឹះពាក្យថា statement យើងប្រែថាសេចក្តីថ្លែងការណ៍ air strikes ការវាយប្រហារតាមអាកាស injury យើងប្រែថារងរបួសអូខេ នៅក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ពីការប្រើប្រាស់យន្តហោះចម្បាំង F-16 ការវាយប្រហារតាមផ្លូវអាកាសការប្រើប្រាស់កាំភ្លើងធំធន់ធ្ងន់ហើយនឹងរ៉ុកកែតក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាកាលពីខែកក្កដានិងខែធ្នូឆ្នាំ2025អង្គការ Human Rights Watch បានធ្វើជាឯកសាររាយការណ៍ពីជនស៊ីវិលដែលបានបាត់បង់ជីវិតដែលរងរបួសហើយនឹងការបំផ្លិចបំផ្លាញមកលើសំណង់អគារនានារួមទាំងវត្តអារាមមួយកន្លែងក្នុងខេត្តឧត្តរមានជ័យកម្ពុជាក៏បានរាយការណ៍មកកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាថៃបានវាយប្រហារដោយយន្តហោះចម្បាំង F-16 មកលើវត្តអារាមមួយកន្លែងមានឈ្មោះថាវត្តតាមឿនសែនជ័យកាលពីថ្ងៃទី14ខែកក្កដាបណ្ដាលឲ្យមានព្រះសង្ឃមួយអង្គសុគតបន្ថែមពីនោះក៏មានការវាយប្រហារតាមអាកាសមកលើ
ប្រាសាទតាក្របីផងដែរ Particular concern was raised over cluster munitions which Thailand acknowledged using against what is described as military targets. The statement said these weapons can spread numerous submunition across a wide area with unexploded devices potentially threatening civilians for years. It says the October 2025 death of a 10-year-old Cambodian boy in Pravihia province from an unexploded M85 submunition while noting that Thailand disputed the identification and Human Rights Watch called for an independent investigation. បាទបងប្អូនក្នុងនេះយើងមានពាក្យកន្លឹះ cluster munitions យើងប្រែថាគ្រាប់បែកចង្កោមរីឯពី unexploded devices យើងប្រែថាគ្រាប់បែកដែលមិនទាន់ផ្ទុះឧបករណ៍គ្រាប់បែកដែលមិនទាន់ផ្ទុះអូខេបញ្ហាដ៏សំខាន់មួយត្រូវបានលើកឡើងជុំវិញការប្រើប្រាស់គ្រាប់បែកចង្កោមដោយប្រទេសថៃបានទទួលស្គាល់ពីការប្រើប្រាស់មកលើអ្វីដែលខ្លួនអះអាងឬក៏រៀបរាប់ថាជាគោលដៅយោធានៅក្នុងសេចក្តីថ្លែងការណ៍ក៏បានលើកឡើងពីសពាវុធទាំងអស់នេះដែលវាអាចរីកភាយនៅបណ្ដុំគ្រាប់បែកតូចៗដែលមានចំនួនច្រើនពេញតំបន់ទាំងមូលដោយឧបករណ៍គ្រាប់បែកដែលមិនទាន់ផ្ទុះវាបានគំរាមកំហែងដល់ប្រជាពលរដ្ឋស៊ីវិលយ៉ាងខ្លាំងអស់កាលរាប់ឆ្នាំដោយនៅក្នុងសេចក្តីថ្លែងការណ៍ក៏បានលើកឡើងពីក្មេងប្រុសអាយុ10ឆ្នាំរបស់កម្ពុជាដែលរស់នៅក្នុងខេត្តព្រះវិហារបានបាត់បង់ជីវិតកាលពីខែតុលាឆ្នាំ2025ដោយគ្រាប់បែកធុនតូចដែលមិនទាន់ផ្ទុះប្រភេទ M85 ទន្ទឹមទាំងនោះក៏មានការលើកឡើងថាភាគីថៃបានច្រានចោលក្នុងការធ្វើសេចក្តីបញ្ជាក់ហើយអង្គការ Human Rights Watch ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ The humanitarian impact became much larger during the December 2025 fighting. A UN humanitarian report cited in the statement recorded the use of heavy artillery, F-16s, and drones around populated area with about 650,000 people displaced and 32 civilians killed and 94 injured during that period. The statement also points to damage to civilian homes, religious sites, and cultural heritage, including Takrabai Temple and the Temple of Pravihia, prompting UNESCO to express concern and remind the parties of the obligations under international law. បាទក្នុងនេះបងប្អូនយើងមានពាក្យកន្លឹះ impact យើងប្រែថាការរងផលប៉ះពាល់ populated ដែលមានប្រជាពលរដ្ឋរស់នៅ prompting ទីនេះយើងប្រែថាដាស់តឿនការដាស់តឿន application កាតព្វកិច្ចអូខេ ការរងផលប៉ះពាល់នៃមនុស្សធម៌បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការវាយប្រយុទ្ធគ្នាកាលពីខែធ្នូឆ្នាំ2025របាយការណ៍មនុស្សធម៌អង្គការសហប្រជាជាតិមួយបានលើកឡើងនៅក្នុងកំណត់ត្រានៃសេចក្តីថ្លែងការណ៍ពីការប្រើប្រាស់អាវុធកំភ្លើងធំធុនធ្ងន់និងយន្តហោះចម្បាំង F-16 និងដ្រូនជុំវិញតំបន់នានាដែលមានប្រជាពលរដ្ឋរស់នៅដែលមានរួមនឹងជនភៀសសាសកម្ពុជាចំនួន 650,000 នាក់ហើយនឹងជនស៊ីវិល 32 នាក់ត្រូវបានសម្លាប់និង 94 នាក់បានរងរបួសក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នានៅក្នុងសេចក្តីថ្លែងការណ៍ក៏បានចង្អុលបង្ហាញអំពីការបំផ្លិចបំផ្លាញទៅលើផ្ទះសម្បែងជនស៊ីវិលទីតាំងសាសនាហើយនិងបេតិកភណ្ឌវប្បធម៌រួមទាំងប្រាសាទតាកបីនិងប្រាសាទព្រះវិហារដែលបណ្ដាលឲ្យអង្គការ UNESCO ធ្វើការក្រានរំលឹកបង្ហាញអំពីកង្វល់និងដាស់តឿនទៅកាន់ភាគីនានា
ដែលមានកាតព្វកិច្ចក្រមច្បាប់អន្តរជាតិ Pietra concludes that saying an attack was aimed at a military target does not by itself establish that it was lawful. International humanitarian law requires distinctions, proportionality, and precautions to protect civilians. Cambodians therefore argue that each attack should be independently examined to determine how targets were selected, what weapons were used, whether civilian risks were accessed, and whether the anticipated military advantage justified the potential harm. The statement says, within an independent verification, non-military claims Adenius should ultimately determine the truth. អូខេបងប្អូនក្នុងនេះយើងមានពាក្យកន្លឹះ establish យើងប្រែថាបង្កើតឡើង distinction យើងប្រែថាជាកិត្តិយស proportionality មានសមាមាត្រ examine ត្រួតពិនិត្យ anticipated ដែលរំពឹងទុកគិតទុក អូខេឯកឧត្តមនេតភក្ត្រាបានសរុបថាការលើកឡើងពីការវាយប្រហារដែលមានគោលដៅលើតំបន់យោធានោះมันអាចបង្កើតឡើងដោយខ្លួនឯងថាវាមានលក្ខណៈស្របច្បាប់ឡើយច្បាប់មនុស្សធម៌អន្តរជាតិចាំបាច់ត្រូវតាមនូវភាពថ្លៃថ្នូរសមាមាត្រហើយនឹងការប្រុងប្រយ័ត្នដើម្បីការពារអនុជនស៊ីវិលដូច្នេះហើយកម្ពុជាក៏បានលើកឡើងថារាល់ការវាយប្រហារនីមួយៗត្រូវតែបានត្រួតពិនិត្យដោយឯករាជ្យដើម្បីកំណត់អំពីតើគោលដៅត្រូវបានជ្រើសរើសយ៉ាងម៉េចតើសភាអាវុធអ្វីត្រូវបានប្រើប្រាស់ថាតើហានិភ័យរបស់ជនស៊ីវិលត្រូវបានវិយតម្លៃឬទេនិងថាតើគុណសម្បត្តិយោធាដែលរំពឹងទុកបានបញ្ជាក់អំពីវិនាសកម្មដ៏ខ្លាំងក្លាដែរឬទេនៅក្នុងសេចក្តីថ្លែងការណ៍ក៏បានលើកឡើងពីភស្តុតាងនិងការបញ្ជាក់ដោយឯករាជ្យភាពមិនមែនដោយការអះអាងឬការបដិសេធដោយយោធាឡើយគួរតែត្រូវបានកំណត់តាមការពិតនៅចុងបញ្ចប់អូខេបាទអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាវីដេអូសម្រាប់ព័ត៌មានយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត